សញ្ញាសង្គ្រាម F-35 អាមេរិកបាញ់កំទេច drone Shahed របស់អ៊ីរ៉ង់ខណៈភាពតានតឹងឡើងដល់កំពូលសួស្តីពុកម៉ែបងប្អូននិងប្រិយមិត្តដែលកំពុងតាមដានទស្សនាទាំងអស់គ្នាសូមស្វាគមន៍មកកាន់ការផ្សាយព័ត៌មានអន្តរជាតិប្រចាំថ្ងៃពី Channel Media News បាទសញ្ញាសង្គ្រាមហាក់កំពុងតែធ្លាក់មកដល់ហើយស្ថានភាពនៅតំបន់មជ្ឈិមបូព៌ាបានឈានដល់ចំណុចក្តៅគគុកជាថ្មីម្ដងទៀតនៅពេលដែលយន្តហោះចម្បាំងដ៏ទំនើប F-35 របស់សហរដ្ឋអាមេរិកដែលហោះចេញពីក្រុមនាវាផ្ទុកយន្តហោះ USS Abraham Lincoln បានសម្រេចចិត្តបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក drone មួយគ្រឿងរបស់ប្រទេសអ៊ីរ៉ង់ហេតុការណ៍នេះបានកើតឡើងយ៉ាងដូចម្តេចតើសង្គ្រាមរវាងមហាអំណាចអាមេរិកនិងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នឹងផ្ទុះឡើងជាលើកទី2ឬយ៉ាងណាសូមបងប្អូនកុំភ្លេចជួយចុច Subscribe Like និងដាក់រូបកណ្ដឹងដើម្បីទទួលបានព័ត៌មានលម្អិតនិងកុំភ្លេចជួយ Share វីដេអូនេះឲ្យបានច្រើនដើម្បីឲ្យពិភពលោកបានឃើញពីការពិតដែលកំពុងកើតឡើងបើយោងតាមការបញ្ជាក់របស់បណ្ដាញសារព័ត៌មានធំៗរួមទាំង Fox News ដែលបានចុះផ្សាយកាលពីយប់ថ្ងៃទី3ឈានចូលថ្ងៃទី4ខែកុម្ភៈឆ្នាំ2026នេះបានឲ្យដឹងថាភាពតានតឹងបានផ្ទុះឡើងនៅកណ្ដាលសមុទ្រអ្នកនាំពាក្យសម្រាប់កងបញ្ជាការដ្ឋានកណ្ដាលសហរដ្ឋអាមេរិក CENTCOM នៅតំបន់មជ្ឈិមបូព៌ាបានប្រាប់អ្នកសារព័ត៌មានថាកងទ័ពសហរដ្ឋអាមេរិកពិតជាបានបាញ់ទម្លាក់ drone មួយគ្រឿងរបស់អ៊ីរ៉ង់មែនមូលហេតុចម្បងគឺដោយសារតែ drone មួយគ្រឿងនោះបានហោះហើរយ៉ាងកម្រោលសម្ដៅចូលមកយ៉ាងគៀកទៅនឹងកងនាវាផ្ទុកយន្តហោះរបស់អាមេរិក USS Abraham Lincoln យោងតាមរបាយការណ៍ drone ដែលត្រូវបានកំទេចនោះត្រូវបានគេកំណត់អត្តសញ្ញាណថាជា drone ប្រភេទ Shahed 139របស់ប្រទេសអ៊ីរ៉ង់សូមជម្រាបថានាវាផ្ទុកយន្តហោះ USS Abraham Lincoln គឺជាមោទនភាពរបស់កងទ័ពជើងទឹកអាមេរិកដែលផ្ទុកយន្តហោះចម្បាំងយ៉ាងហោចណាស់12គ្រឿងនៅពេលកើតហេតុនាវានេះកំពុងធ្វើដំណើរឆ្លងកាត់ចូលទៅកាន់តំបន់សមុទ្រអារ៉ាប់ដែលស្ថិតនៅចម្ងាយប្រមាណជា500ម៉ាយពីឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសអ៊ីរ៉ង់នៅគ្រានោះ drone Shahed 139របស់អ៊ីរ៉ង់បានព្យាយាមហោះមកបង្ករឿងនិងប៉ុនប៉ងបង្កការប៉ះទង្គិចប៉ុន្តែមិនបានសម្រេចឡើយទោះបីជា drone នោះព្យាយាមហោះចូលឲ្យដល់គោលដៅនៃនាវាផ្ទុកយន្តហោះអាមេរិកក៏ដោយប៉ុន្តែត្រូវបានស្ទាក់ចាប់និងកំទេចចោលភ្លាមពាក់ព័ន្ធនឹងឧបតិហេតុនេះអនុសេនីយ៍ឯក Tim Kin ដែលជាកាពីតាននិងជាអ្នកមើលការខុសត្រូវសម្រាប់កងនាវា USS Abraham Lincoln បានបញ្ជាក់ថា drone របស់អ៊ីរ៉ង់នោះបានបន្តហោះហើរតម្រង់ឆ្ពោះមកកាន់នាវាចម្បាំងបើទោះបីជាមានការគំរាមកំហែងពីកងទ័ពអ៊ីរ៉ង់ក៏ដោយទីបំផុតកងប្រតិបត្តិការសហរដ្ឋអាមេរិកបានបញ្ជាក់ថាយន្តហោះចម្បាំងដែលហោះចេញពីនាវាផ្ទុកយន្តហោះ USS Abraham Lincoln គឺយន្តហោះចម្បាំង F-35 បានបាញ់ទម្លាក់ drone មួយគ្រឿងនោះដើម្បីការពារសុវត្ថិភាពក្រុមនាវានិងកម្លាំងយោធារបស់សហរដ្ឋអាមេរិកអនុសេនីយ៍ឯក Tim Kin បានបញ្ជាក់ច្បាស់ៗថាក្នុងហេតុការណ៍នេះមិនមានកងទ័ពសហរដ្ឋអាមេរិកណាម្នាក់រងរបួសនោះទេហើយឧបករណ៍សង្គ្រាមនិងសប្បាវុធរបស់អាមេរិកក៏មិនរងការខូចខាតផងដែរមិនត្រឹមតែប៉ុណ្ណោះលោកបានប្រាប់ Fox News បន្ថែមទៀតថាក្នុងអំឡុងពេលប្រតិបត្តិការនោះពលគឺត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះនៅតំបន់ច្រកសមុទ្រ Hormuz ក៏មានហេតុការណ៍មួយទៀតកើតឡើងផងដែរកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានព្យាយាមជ្រៀតជ្រែកនិងរំខានដល់ការធ្វើចរាចរណ៍ផ្លូវទឹកដោយបានអុកឡុកដល់ការធ្វើដំណើររបស់នាវាចម្បាំងដែលឆ្លងកាត់ច្រកសមុទ្រនេះប៉ុន្តែការអុកឡុកនោះត្រូវបានបញ្ឈប់ភ្លាមដោយកងនាវាចម្បាំងអាមេរិកដែលបានធ្វើអន្តរាគមន៍ទាន់ពេលវេលាលោក Donald Trump ដែលត្រូវបានគេដឹងថាមានឥទ្ធិពលលើនយោបាយអាមេរិកបានលើកឡើងកាលពីពេលមុនថានាវាផ្ទុកយន្តហោះ USS Abraham Lincoln គឺកំពុងស្ថិតនៅក្នុងតំបន់មជ្ឈិមបូព៌ាស្រាប់ទៅហើយប៉ុន្តែការដែលនាវានេះធ្វើដំណើរឆ្ពោះទៅកាន់សមុទ្រអារ៉ាប់នៅពេលនេះគឺដើម្បីដាក់ទីតាំងឈរជើងជាយុទ្ធសាស្ត្រស្រាប់តែពេលនោះ drone អ៊ីរ៉ង់ក៏បានហោះសម្ដែងមកដែលមើលទៅហាក់ដូចជាមានបំណងត្រៀមវាយប្រហារទើបកងយន្តហោះ F-35 សម្រាប់បាញ់ទម្លាក់តែម្ដងអ្នកសង្កេតការណ៍អន្តរជាតិបានប្រមានថានេះគឺជាសញ្ញានៃការផ្ទុះសង្គ្រាមហើយមើលទៅអ៊ីរ៉ង់ហាក់ដូចជាមិនបានខ្លាចញញៀតនឹងសហរដ្ឋអាមេរិកសោះឡើយទោះបីជាដំណើរការនៃការចាប់ផ្ដើមចរចាកំពុងតែរៀបចំក៏ដោយ
ការចរចារវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅថ្ងៃសុក្រចុងសប្តាហ៍នេះប៉ុន្តែសកម្មភាពរបស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បែបនេះបង្ហាញថាអ៊ីរ៉ង់មិនបានចော့ញោមចំពោះការគំរាមកំហែងរបស់សហរដ្ឋអាមេរិកបន្តិចសោះប្រធានាធិបតីអ៊ីរ៉ង់លោកម៉ាស៊ូតពេសេស្គៀនក៏បានប្រមានដែរថាអ៊ីរ៉ង់មិនអាចទទួលយកបានជាដាច់ខាតនៅការគំរាមកំហែងដើម្បីឲ្យអ៊ីរ៉ង់ចុះចាញ់អ៊ីរ៉ង់ត្រូវការសន្តិភាពប៉ុន្តែមិនត្រូវការសន្តិភាពដែលកើតចេញពីការចុះចាញ់ក្រោមការគំរាមកំហែងរបស់អ្នកឈ្លានពាននោះទេអ៊ីរ៉ង់នៅតែសន្យាថានឹងធ្វើដំណើរទៅកាន់តុចរចាប៉ុន្តែការចរចាត្រូវតែស្ថិតនៅលើគោលការណ៍ស្មើភាពគ្នាចំណុចសំខាន់គឺលក្ខខណ្ឌដែលអាមេរិកដាក់ឲ្យអ៊ីរ៉ង់គឺធ្ងន់ធ្ងរខ្លាំងណាស់ដែលអ៊ីរ៉ង់ប្រកាសថាมันអាចទទួលយកបានមួយអ៊ីរ៉ង់ត្រូវទទួលយកកិច្ចព្រមព្រៀងរំលាយកម្មវិធីអាវុធនុយក្លេអ៊ែរ2ត្រូវទទួលយកកិច្ចព្រមព្រៀងរំលាយកម្មវិធីផលិតមីស៊ីលចម្ងាយឆ្ងាយដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ3ត្រូវបញ្ឈប់ការបាញ់សម្លាប់បដិករនិងត្រូវបើកផ្លូវឆ្ពោះទៅរកការបង្កើតរដ្ឋាភិបាលថ្មីនៅពេលនេះរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាំងបានត្រៀមខ្លួនរួចហើយដើម្បីទៅជួបប្រេសិតពិសេសសហរដ្ឋអាមេរិកលោក Steve Won នៅលើទឹកដីនៃប្រទេសទូគីនៅថ្ងៃសុក្រនេះប៉ុន្តែសំណុំរឿងបាញ់ទម្លាក់ដ្រូនថ្មីនេះបានបង្ហាញសញ្ញាថាការចរចានេះអាចនឹងមិនឃើញលទ្ធផលល្អនោះទេដោយដែលមន្ត្រីការទូតតំបន់មជ្ឈមបូព៌ាបានប្រមានស្រាប់ហើយអ៊ីរ៉ង់នៅតែអះអាងថាខ្លួនជាប្រទេសដែលអាចទប់ទល់បាននឹងការធ្វើសង្គ្រាមវាយលុកពីអាមេរិកទោះជាមហាអំណាចមួយនេះខ្លាំងកម្រិតណាក៏ដោយអ៊ីរ៉ង់ប្រកាសថានឹងមិនព្រមចាញ់អាមេរិកមុនសង្គ្រាមផ្ទុះឡើងនោះទេយ៉ាងណាមិញលោក Steve Won ប្រេសិតពិសេសរបស់លោក Donald Trump ទទួលបន្ទុកកិច្ចការមជ្ឈបូព៌ាត្រូវបានគេរាយការណ៍ថាបានទៅដល់ប្រទេសអ៊ីស្រាអែលហើយនៅថ្ងៃទី3កុម្ភៈនេះដើម្បីបើកការពិភាក្សាជាមួយមន្ត្រីអ៊ីស្រាអែលអំពីស្ថានភាពនៃភាពតានតឹងនេះអ្នកជំនាញមើលឃើញថាលទ្ធផលនៃការចរចាក៏មានអ៊ីស្រាអែលចូលរួមចំណែកសម្រេចផងដែរបើអ៊ីស្រាអែលមិនអាចទទួលយកបានមានន័យថាស្ថានភាពនឹងកាន់តែតានតឹងមិនត្រឹមតែជាមួយអាមេរិកទេគឺជាមួយអ៊ីស្រាអែលថែមទៀតចង់ឬមិនចង់សង្គ្រាមលើកទី2អាចនឹងផ្ទុះឡើងបើយើងក្រឡេកទៅមើលសង្គ្រាមលើកទី1ដែលផ្ទុះឡើងកាលពីអំឡុងខែមិថុនាឆ្នាំ2025កាលនោះគឺជាសង្គ្រាម12ថ្ងៃវាជាសង្គ្រាមដែលអ៊ីស្រាអែលវាយសន្ធប់យ៉ាងខ្លាំងទៅលើគោលដៅយោធាអ៊ីរ៉ង់ដើម្បីបំបាក់ស្មារតីកងឆ្មាំបដិវត្តន៍អ៊ីស្រាអែលបានប្រើប្រាស់យន្តហោះចម្បាំងរាប់សិបគ្រឿងបាញ់ស្រោតលើទីតាំងមីស៊ីលនិងទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាការឆ្លើយតបអ៊ីរ៉ង់បានបាញ់មីស៊ីលបាលីស្ទិកប្រមាណ600គ្រាប់ទៅលើអ៊ីស្រាអែលប៉ុន្តែអ៊ីស្រាអែលអះអាងថាខ្លួនបានបាញ់ទម្លាក់បានជាង90%នៃមីស៊ីលទាំងនោះចំពោះស្ថានភាពតានតឹងនៅពេលនេះមេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់លោកអាលីខាមីណេបានចេញសារព្រមានជាញឹកញាប់ថាបើអាមេរិកហ៊ានបើកការវាយប្រហារមកលើប្រទេសអ៊ីរ៉ង់នោះអ៊ីរ៉ង់នឹងបង្កឲ្យផ្ទុះសង្គ្រាមតំបន់ដ៏កម្រិតគ្រោះថ្នាក់បំផុតអ្នកសង្កេតការណ៍នៅតែប្រមានថាអ៊ីរ៉ង់និងអ៊ីស្រាអែលអាចនឹងជៀសមិនរួចពីការប្រយុទ្ធគ្នាជាថ្មីម្ដងទៀតប៉ុន្តែលើកនេះសហរដ្ឋអាមេរិកនឹងអន្តរាគមន៍ដោយប្រើប្រាស់សព្វវុធយ៉ាងសម្បើមវាយទៅលើអ៊ីរ៉ង់បើទោះជាអ៊ីរ៉ង់មានមីស៊ីលបាលីស្ទិកជាង 2000 គ្រាប់ក៏ដោយក៏មិនប្រកាសថាអាចហោះចេញពីទឹកដីអ៊ីរ៉ង់វាយប្រហារទៅលើមូលដ្ឋានទ័ពអាមេរិកឬអ៊ីស្រាអែលបាននោះដែរអ្នកជំនាញមើលឃើញថាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់អាមេរិកអាចនឹងទម្លាក់គ្រាប់បែកដោយភ្លៀងរលឹមដើម្បីកំទេចទីតាំងសំខាន់របស់កងទ័ពអ៊ីរ៉ង់អ្វីដែលសំខាន់បំផុតរដ្ឋាភិបាលអ៊ីស្រាអែលក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu បានប្រកាសថាបើសង្គ្រាមផ្ទុះឡើងជាថ្មីហើយមានអាមេរិកចូលរួមសហប្រតិបត្តិការនោះវាគឺជាឱកាសដើម្បីបិទបញ្ចប់របបនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់តែម្ដងដើម្បីស្រោចស្រង់លទ្ធិប្រជាធិបតេយ្យឬរបបរាជានិយមអ៊ីរ៉ង់ឡើងវិញប្រជាជនអ៊ីរ៉ង់រាប់លាននាក់កំពុងប្រកាសថាពួកគេរងចាំតែការមកដល់របស់កងទ័ពអាមេរិកប៉ុណ្ណោះពួកគេនឹងបន្តផ្ទុះការតវ៉ាជាថ្មីម្ដងទៀតដោយសង្ឃឹមថាលើកនេះនឹងអាចបញ្ចប់បាននៅរបបដែលពួកគេចាត់ទុកថាប្រៃផ្សៃបំផុតដែលបានឡើងកាន់អំណាចតាំងពីឆ្នាំ1979មកម្លេះនេះគឺជាស្ថានភាពដ៏គួរឲ្យព្រួយបារម្ភនិងគួរឲ្យតាមដានបំផុតនៅក្នុងឆ្នាំ2026នេះតើការចរចានៅថ្ងៃសុក្រនេះនឹងមានលទ្ធផលយ៉ាងណាឬមួយក៏សម្លេងកំភ្លើងនឹងជំនួសឲ្យសម្លេងនៃការទូត
យើងនឹងបន្តតាមដាននិងនាំមកជូនលោកអ្នកនៅព័ត៌មានថ្មីៗបន្តទៀតសូមអរគុណសម្រាប់ការតាមដានទស្សនាប្រសិនបើបងប្អូនយល់ថាព័ត៌មាននេះមានសារៈសំខាន់សូមកុំភ្លេចជួយចុច like និង share វីដេអូនេះទៅកាន់មិត្តភ័ក្តិបងប្អូនផងហើយសម្រាប់អ្នកដែលមិនទាន់បានចុច subscribe សូមកុំភ្លេចចុចនិងដាក់រូបកណ្ដឹងដើម្បីកុំឲ្យខកខានព័ត៌មានសំខាន់ៗជាច្រើនទៀតពី Media News សម្រាប់ពេលនេះខ្ញុំបាទសូមអរគុណសូមជម្រាបលា